能ấy. 第二课 mê riêng tí bí. 刚才你去哪儿了? 刚才你去哪儿了? Ok, cho nón chương mê riêng như thế này. Ông bánh mình ta nhẹ tần nà. Ok, 刚才 ông bánh mình 去哪儿 tàu nà. Bánh mình nâng nhẹ tần nà. Chẳng cho bố cho nón chương mà dư cứ bạc nâng vô ná. Bánh mình nhẹ tần nà. Ok. Chắc muốn bây giờ mà mơ ca son tần ý. Mê riêng như thế này cứ sắc xa pi ca son tần ý. Nhưng nhiên tụ ông phí xảo dịp hay nâng li li. Chỉ tụ ông đây con vậy lại lòng nghĩa ná. Ok, chẳng dương tàu mơ. Biệt. 这里就是生词，别，OK，别，别的妹，刚才，我们明，刚才，刚才就是什么呢？我们怎么讲呢？就说刚才你在做什么？我打电话你不接，OK，刚才你在做什么？我打电话你不接，bạn mình nhắc nhẹ thơ ấy kế, nhưng tê tu sa nó nhẹ ạt lực, mình ấy, chẳng chẳng cái ai phải âm anh mình, âm anh mình nhom cầm pung tại ngô tắc, chẳng nhom ạt bàn tu sa thế, bà刚才我在忙洗澡呢，OK，刚才我在忙洗澡呢，bạn mình nhom cầm pung rồi ngô tắc, 所以没办法接你电话，ដូច្នេះគ្មាននយោបាយឬក៏អត់បានទទួលទូរស័ព្ទរបស់អ្នកទេអញ្ចឹងណាអូខេអញ្ចឹងពាក្យថាកាំងឆាយយើងបកថាអំបញ្ញមីង第二逛街 OK 在我们这群里谁的喜欢逛街 OK 可能对女人说他们很喜欢逛街就是去超市购买东西的意思 OK 逛街chắc biết là quang chia nó cứ đào xá rồi có đào tình ở bản đào xa tình ở bản nó muốn là ngày quang chia 基本上刚才老师说了，对女人说他们很喜欢逛街。OK，买各种买很多东西嘛，他们想要买的东西就他们去逛街，逛一逛，然后就看到自己喜欢就买了。这样逛街打下的个打定有玩。OK，然后第三声买买等 OK，比如说，如果你喜欢这个东西，你买吧。那អ្នកចូលចិត្តឬក៏ស្រឡាញ់របស់ហ្នឹង你买吧អ្នកទិញចោះបាទ买ទិញ OK 然后第四卖就是卖的就说卖买的反义词ពាក្យ卖គឺពាក្យផ្ទុយរបស់ពាក្យ买ចឹងណា买គឺទិញ卖គឺលក់ពាក្យពីរហ្នឹងគឺហ្នឹងហើយផ្ទុយគ្នាមួយទិញមួយលក់អូខេ卖比如说这些东西我想卖掉，你知道谁想要吗？OK，比如说这台摩托车，目前我没有用它，OK，这台摩托车目前我没有用它，我想卖掉，你知道谁想要吗？OK ម៉ូតូមួយគ្រឿងហ្នឹងខ្ញុំអត់សូវបច្ចុប្បន្នហ្នឹងខ្ញុំអត់ប្រើអីទេខ្ញុំចង់លក់វាចោលណាអ្នកដឹងថាមានអ្នកគេត្រូវការអត់បាទ卖掉លក់ចោលអូខេ我看不到。哦，这个哦，对呀， OK，第五就是见ជាទូទៅ老师បកឯកតាព្រោះដោយសារមេរៀនយើងវាពាក់ព័ន្ធជាមួយនឹងជាហ្នឹងគឺសំដៅទៅលើអឺរង្វាស់ចំនួនដូចពាក់ព័ន្ធនឹងរឿងមួយឬក៏សម្លៀកបំពាក់មួយសម្រាប់ពីរសម្រាប់មកកាផ្លេពីរកាផ្លេហ្នឹងណាគឺយើងប្រើពាក្យជាហ្នឹងដូច一件事情អីចឹងទៅរឿងមួយអញ្ចឹងណា一件衣服សម្លៀកបំពាក់មួយកំ pl អញ្ចឹងណាអញ្ចឹងលោកsưសម្បូរថាហ្នឹងជាឯកតាហ្នឹងចូលដល់ក្នុងមេរៀនលោកsưនឹងបញ្យល់បន្ថែមនៅក្នុងការសន្ទនាណាទី6衣服OK衣服សម្លៀកបំពាក់ OK 在我们这群里面谁喜欢买衣服 OK 那给ខ្លះចូលចិត្តទិញសម្លៀកបំពាក់在衣柜里就是这么多的衣服了还是买的
ហ្នឹងហើយនៅក្នុងទូកៅអៅវិញកៅអៅច្រើនណាស់ប៉ុន្តែនៅតែទិញហើយសឺម៉ៃអូខេចឹងពាក្យថា y phủ សំលៀកបំពាក់ទី7 条បាទឯកតាដូចគ្នាអានេះខ្ញុំសំដៅអានេះយើងសំដៅទៅលើអឺដូចជាយើងទិញដែកគេឥឡូវខ្ញុំនិយាយពាក្យច្រើនហ្នឹងដល់ថ្ងៃហ្នឹងខ្ញុំនិយាយមួយចិនពាក់ព័ន្ធនឹងបដានយើងបងប្អូនបដានឬក៏ប្រភេទដូចឆ្អឹងណាដូចឆ្អឹងបដានអីអញ្ចឹងណាមកដើមពីដើមគេនិយាយអ៊ី条ដែរហ្នឹងហើយតែអានេះដូចហ្នឹងហើយខ្ញុំនិយាយថាឯកតាបើរង្វាស់ចំនួនអញ្ចឹងយើងចាំមើលលម្អិតក្នុងមេរៀនបន្ថែមណាហ្នឹងហើយពិបាកបញ្យល់មិនពិបាកទេប៉ុន្តែវានៅក្នុងមេរៀនយើងស្រួលណាយើងដាក់នៅក្នុងមេរៀនតែម្ដង裙子 OK 什么吧裙子什么就是女人喜欢穿裙子 OK 她很喜欢穿裙子គាត់ចូលចិត្តស្លៀកសំពត់ឬក៏ពាក់សំពត់អីចឹងណាហ្នឹងហើយអូខេទី9还有នៅមាន还有吗នៅមានទៀតអត់老师常常说嘛大家还有什么疑问吗大家还有什么疑问អ្នកទាំងអស់គ្នានៅមានចម្ងល់អីអត់还有吗នៅមានទៀតអត់如果有就可以提出来បើមានលើកយកមកអូខេ还有ទី10顶អូខេអានេះសំដៅទៅលើរង្វាស់ឯកតាដូចគ្នាណាអញ្ចឹងយើងអានសិនទៅ顶បាទចាំเราซื้อប្រយោគតាមក្រោយទៀតណាអូខេ帽子目ណា帽子目你的头发不要常常就是你的头发掉很多สอบเนี่ยจุลุชรานបាទ你的头发掉很多你干嘛的才掉那么多呢thấy cái bạn sợ chủ trần mày因为我喜欢戴帽子戴帽子太多对我们的发不太好别mũi trần bị chấm bùa sợ các bạn những ở sờ lo thì chẳng hạn này OK 帽子这个帽子很好看我很喜欢这个帽子một mươi ní cứ sauce ad này chẳng我喜欢这个帽子nhằm cho chất một mươi ní OK 帽子một thì đọc bí这么อย่างนี้OK 这么多ច្រើនយ៉ាងនេះOK 这么少តិចយ៉ាងនេះចឹងណាបាទចឹងពាក្យ这么យ៉ាងនេះទី13 OK តួថ្ងៃច្រើនឬក៏លើសនិយាយថាតួលើបាទអ្នកនិយាយច្រើនពេកហើយចឹងណាហ្នឹងហើយតួ有点អូខេតួលើសឬក៏ច្រើនអញ្ចឹងទៅណាហ្នឹងហើយអូខេអញ្ចឹងចំពោះពាក្យគឺយើងទាំងអស់មាន13ពាក្យហ្នឹងហើយអូខេអញ្ចឹងเราซื้อអានបន្តិចយើងនឹងចូលទៅដល់ការសន្ទនាបាទ刚才刚才逛街逛街买买卖卖件件衣服衣服条条裙子裙子还有顶顶帽子帽子这么gọi làដូចអានេះទៅជាមិនមែនចើបងប្អូនណាវាដូចជាបាត់មួយនេះទៅជាអីផ្សេងវិញចាំមើលឲ្យស៊ឺកែឡើងនេះតិចណានេះហើយចើណាហ្នឹងហើយចើមកតួអូខេអញ្ចឹង刚才你去哪儿 OK 刚才អំបញ្ញមិញ OK 刚才你去哪儿去哪儿ហ្នឹងគឺទៅណាបាទអានេះអំបញ្ញមិញ去哪儿ទៅណាអូខេ去哪儿ទៅណាចឹងលីលីក៏តបវិញ我跟姊妹逛商店去了កន្លែងនេះមានតួអង្គម្នាក់ទៀតបងប្អូនណាខ្ញុំអត់បានមើលដល់នេះកន្លែង姊妹ចឹងវាមាន3នាក់អូខេលីលីក៏ឆ្លើយថា我跟姊妹逛商店去了逛就是逛街的逛ហ្នឹងហើយដើរផ្សារទិញអីវ៉ាន់ហ្នឹងណា
吧，ต่อไป商店大家写过了吗商店คือห้างទំនិញមានន័យថាដើរមានទៅទិញអីវ៉ាន់នៅហាងទំនិញហ្នឹងបងប្អូននិយាយឲ្យខ្លីអញ្ចឹងណាដើរទិញអីវ៉ាន់នឹងឯងណាកងសាំងទៀនមានថាដើរទៅមើលអីវ៉ាន់នៅក្នុងហាងទំនិញមួយហ្នឹងឬក៏ទៅទិញអីវ៉ាន់នៅក្នុងហាងទំនិញមួយហ្នឹងកន្លែងនេះណាអូខេកងសាំងទៀនអញ្ចឹងណាបាទកងសាំងទៀនឈឺឡយើងបន្ថែមឈឺទៅមួយទៀតមានថាទៅដើរទិញអីវ៉ាន់នៅហាងទំនិញឬក៏ទៅដើរទិញអីវ៉ាន់អញ្ចឹងណាបាទ我跟姊妹逛商店去了ខ្ញុំនឹង姊妹ទៅដើរទិញអីវ៉ាន់អូខេអូខេអញ្ចឹងបន្ទាប់ទៀត小叶ក៏បន្តថា你你买东西了吗អូខេ你买东西了吗买គឺទិញមែនទេបាទ东西របស់របរឬក៏អីវ៉ាន់你买东西了吗អ្នកបានទិញអីវ៉ាន់អ្នកបានទិញអីវ៉ាន់អត់បាទលើមកទេឬទេអីចឹងណាបាទ你买东西了吗អ្នកបានទិញអីវ៉ាន់អត់នេះ design ក៏ដាក់ទិញអញ្ចឹងមានថាបានទិញអីវ៉ាន់នឹងអត់បាទ你买东西了吗អូខេអញ្ចឹងណាអញ្ចឹងលីលីក៏ឆ្លើយតបវិញថា我没买我没买东西បាទបាត់东西មួយអីឡើយនេះអូខេអញ្ចឹងចាំលោកសឹកថែមនេះមួយទៀតណាបាត់东西ទៅសិនណាចឹងlạiនេះបងប្អូនlạiនេះ东西បងប្អូនណាហ្នឹងហើយ我没买东西姊妹買了 ok នេះ姊妹買了姊妹បានទិញបាទ姊妹買了姊妹ក៏ទិញបានទិញចឹងណាហ្នឹងហើយអញ្ចឹង小叶ក៏បន្តទៀត他買了什麼東西買了ទិញ什麼東西របស់អ្វីអីវ៉ាន់អ្វីបាទតើគាត់ទិញអីវ៉ាន់អ្វីបាទឬក៏តើនាងទិញអីវ៉ាន់អ្វីដោយសារកន្លែងថានេះគឺសំដៅទៅលើមនុស្សស្រីអញ្ចឹងណាបាទអញ្ចឹងលីលីគាត់បន្តទៀតថា他买了3件衣服2条裙子还有一顶帽子 OK 他买了3件衣服3件衣服នេះគឺខោអាវ3កំប្លែ3សម្រាប់ហ្នឹងណាហ្នឹងហើយ3件衣服2条裙子裙子2条មានថាសម្ពុតមួយអញ្ចឹងអាត្រង់ពាក្យថា条一条ហ្នឹងគឺគេសំដៅទៅលើសម្ពុត1 2 3ហ្នឹងគេប្រើពាក្យ一条បងប្អូនណា2条2条2条裙子មានថាសម្ពុត2ណា2条裙子សម្ពុត2还有នៅមានឬក៏នឹងតែខ្ញុំសុំបកថានឹងទៅព្រោះគាត់ចង់និយាយថាទិញសពុត2ហើយនៅមានអីគេទៀតចឹងទៅអញ្ចឹងណា还有一顶帽子នេះកន្លែង一顶ហ្នឹងគឺរង្វាស់ចំនួនដូចគ្នាចំពោះមួកយើងនិយាយឲ្យចំតួអក្សរគេនិយាយ一顶帽子តែបើសិនជាយើងពិបាកឬក៏រឹងនឹកអីអត់ឃើញណាចង់និយាយភ្លាមឬក៏នឹកឃើញចង់ឲ្យលឿនទៅហ្មងប្រើថា eager mouse អញ្ចឹងណា eager mouse ជាទូទៅពាក្យ eager ហ្នឹងគឺនឹកអត់ឃើញគឺទៅហើយណាដូចពាក្យ两个裙子អញ្ចឹងណាឬក៏3件衣服អញ្ចឹងទៅ3个衣服អានេះបើសិនជាសួរថាត្រូវអត់គេស្ដាប់បានប៉ុន្តែសួរត្រូវអត់ត្រូវទេបើសួរឲ្យត្រូវតួអក្សរគេណាបើយើងអត់ប្រើរង្វាស់ឲ្យត្រូវដូច3件衣服ខោអាវ3កំប្លែអញ្ចឹងទៅ3សម្រាប់អញ្ចឹងទៅបាទ2条裙子សម្ពុត2一顶帽子មួក1ឃើញហើយគេមានរង្វាស់នេះអាកន្លែងនេះខ្ញុំបកថារង្វាស់ហ្នឹងចំនួនមិញហ្នឹងហើយឃើញហើយគេសិតមានរង្វាស់របស់គេហ្នឹងហើយអញ្ចឹងណាអូខេ他买了3件衣服បាទគាត់ទិញបែនកៅអៅ3កផ្លែ2条裙子还有一顶帽子សម្ពុត2និងមួក1អញ្ចឹងណាអញ្ចឹងស្រាវជ្រាវគាត់បន្តទៀតហេ买了这么多បាទទិញច្រើនអីយ៉ាងនេះបាទ买了这么多នេះ这么多អូខេ这ណាអូខេអញ្ចឹងចំពោះការបកប្រែគឺយើងមានប៉ុណ្ណឹងឥឡូវខ្ញុំបកម្ដងទៀត刚才你去哪儿了刚才你去哪儿了តើអំបញ្ញមិញអ្នកទៅណាដែរអូខេ
我跟姊妹逛商店去了 bà khi nhóm nâng chữ mấy tớ đa tình ở văn 你买东西了吗 ok nè ban tình ở văn nót 我没买东西姊妹买了 nhóm một ban tình ở văn tê 姊妹 bản tình 他买了什么东西 ta có tình ở văn ấy khla ấy có văn ở vậy khla 他买了3件衣服2条裙子还有一顶帽子 bà có tên ban khả áo bay cầm plé bà sầm bột bí nâng một mùi ấy mà lo cho mò tố bà ấy tên trò này dạng này